ឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវសូផតត្រាចៃបូរិនប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំមន្ត្រីរាជការក្រសួងប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិក្ខប្រសិទ្ធពរជ័យមង្គលដើម្បីត្រៀមទទួលអំណរឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ព្រះនាមរារក្សាទេវីដែលនឹងយាងចុះនៅវេលាម៉ោង 10:48 នាទីព្រឹកនៅថ្ងៃអង្គារ12រោចខែចែកដែលត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026ខាងមុខនេះឯកឧត្តមចៃបូរិននិងលោកជំទាវនិងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាបានអញ្ជើញបូជាទានធូបផ្កាភ្ញីគ្រឿងសក្ការៈនានាថ្វាយរូបសំណាកព្រះពុទ្ធបដិមានៅបរិវេណសួនច្បារនៃក្រសួងនិងបាននិមន្តសម្ដេចព្រះឧត្តមបញ្ញាកតិបណ្ឌិតដួងផង់និងព្រះមន្ត្រីសង្ឃទាំងពីរគណៈស្វាជាចយន្តោពុទ្ធជ័យមង្គលទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់ដែលជាកិច្ចជូនដំណើរឆ្នាំចាស់និងត្រៀមទទួលអំណរសាទរឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី14 15និង16ខែមេសាឆ្នាំ2026នៅក្នុងឱកាសដ៏មហាជ័យមង្គលនេះឯកឧត្តមចៃបូរិននៅក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្វសាធុការពរជ័យមហាប្រសាថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីមាត្រសីហនុព្រះវររាជមេដាជាតិខ្មែរសូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមមុនព្រះបញ្ញាញាណភ្លឺថ្លាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជាកូនចៅទូតរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅជាពិសេសសូមបួងសួងទេវតាឆ្នាំថ្មីសូមជួយថែរក្សាអភិបាលប្រោះព្រំសេរីសុស្ដីជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតសូមបានប្រកបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយព្រមទាំងបន្តសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ជាតិនិងមាតុភូមិកម្ពុជានៅក្នុងឱកាសនេះថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាបានរៀបចំការសម្ដែងនៅរបាំជូនពរនិងរបាំត្រុដិដែលជារបាំប្រពៃណីជាតិដ៏មានអត្ថន័យសម្រាប់បោសសម្អាតឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់និងប្រសិទ្ធពរជ័យសិរីសួស្ដីសម្រាប់ឆ្នាំថ្មីបន្ថែមពីនេះថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករនៅក្នុងបរិយាកាសស្និទ្ធស្នាលបំផុតការរៀបចំឲ្យមានរបាំប្រពៃណីនិងល្បែងប្រជាប្រិយនេះមិនត្រឹមតែបង្កើតនូវភាពសប្បាយរីករាយនិងសាមគ្គីភាពផ្ទៃក្នុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការថែរក្សាលើកស្ទួយនិងបង្អួតបង្ហាញនៅអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំរបស់ជាតិទៅកាន់សាធារណជនស្របទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា